តថ្ងៃនេះយើងមកនិយាយអំពីរឿងប៉ិតមួយនៅក្នុងវិស័យបាល់ទាត់ហើយក៏ជារឿងហួសចិត្តដែរដោយកីឡាករ John Terry ដែលជា legend របស់ Tokyo Chelsea ប៉ុន្តែក្រុមគ្រួសាររបស់គាត់បាទមានឪពុករបស់គាត់មានពូរបស់គាត់តាំងពីដើមមកហ្នឹងគឺជាអ្នកគ្រប់គ្រងរបស់ West Ham ដែលមានមូលដ្ឋាននៅទីក្រុងឡុងប្រទេសអង់គ្លេសហើយជាគូប្រជែងជាមួយនឹង Chelsea ដែរហើយកាលពីនៅក្មេងហ្នឹងឪពុករបស់គាត់បានយក Terry ហ្នឹងទៅវឹកហាត់ជាថ្នាយុវជនរបស់ West Ham ហើយសង្ឃឹមថានាពេលអនាគត Terry នឹងជួយឲ្យក្រុមបាល់ទាត់ West Ham ដែលជាក្រុមសំណប់ចិត្តរបស់ឪពុកគាត់នឹងលើកពានឬក៏ឈ្នះការប្រកួតធំៗប៉ុន្តែនៅពេលដែលវឹកហាត់ហ្នឹងគឺក្រុម Tokyo Chelsea បានមើលឃើញពីទេពកោសល្យគឺមានអ្នក scout បាទមានអ្នកមើលក្មេងៗណាល្អទៅយកចូលក្រុមហ្មងបាទពេលនោះឃើញ Terry មានសក្តានុពលបាទអញ្ចឹងក៏ចោះកុងត្រាយក Terry John Terry ទៅក្រុមបាល់ទាត់ Tokyo Chelsea បាទហើយនៅពេលដែលលេងនៅក្នុងអំឡុងឆ្នាំ2016បាទនៅពេលនោះ Terry ត្រូវប៉ះជាមួយនឹង Chelsea ត្រូវប៉ះជាមួយនឹង West Ham ហើយ Terry ពេលនោះគឺជាប្រធានក្រុមរបស់ Tokyo Chelsea ហើយគាត់បានសុទ្ធបញ្ចូលទីទល់នឹង West Ham ហើយពេលនោះគាត់រត់ទៅអបអរនៅមុខអ្នកគាំទ្រហើយគាត់បានមើលឃើញទៅបាទគាត់អបអរហ្នឹងគាត់ឃើញបរិសម្នាក់លើកដៃកណ្ដាលមកដាក់គាត់បាទម្ដាច់លើកដៃកណ្ដាលមកដាក់គាត់ហើយស្រែកជេរគាត់ទៀតបាទហើយម្នាក់ហ្នឹងដែលក្នុងរង្វង់ក្រហមនេះគឺជាឪពុករបស់គាត់បាទអញ្ចឹងអ្នកដែលលើកដៃកណ្ដាលហើយស្រែកជេររបស់ជេរមកកាន់គាត់ហ្នឹងគឺជាឪពុករបស់គាត់និងពូរបស់គាត់ដែលជាអ្នកគាំទ្រ West Ham ដ៏ងប់ងល់ម្នាក់បាទអញ្ចឹងនៅស្រុកគេមិនដូចនៅស្រុកយើងទេបាទនៅស្រុកគេហ្នឹងឲ្យតែគាំទ្រក្រុមណាក៏ដោយបាទចាប់ផ្ដើមគាំទ្រក្រុមហ្នឹងហើយគឺគាំទ្ររហូតតែម្ដងងប់ងល់តែម្ដងទោះបីជាក្រុមហ្នឹងអន់ក៏ដោយបាទយើងមើលការប្រកួតនៅលីកកំពូលអង់គ្លេសបាទមិនបាច់ថាលីកកំពូលលីកទី2លីកទី3លីកទី4ក៏ដោយគាំទ្រឲ្យតែលេងគឺទៅទស្សនាគ្រប់ការប្រកួតតែម្ដងហើយតែគាំទ្រហើយគឺគូប្រជែងហ្នឹងស្អប់គ្នាខ្លាំងមែនទែនបាទដូច West Ham ជាមួយនឹង Chelsea Arsenal ជាមួយនឹង Chelsea Spurs ជាមួយនឹង Arsenal អូអ្នកគាំទ្រស្អប់គ្នាខ្លាំងហ่ะអញ្ចឹងឪពុករបស់គាត់ទោះបីជាមានកូនលេងនៅ Chelsea ជា legend ទទួលបានប្រាក់បៀវត្សថ្លៃប៉ុណ្ណាក៏ដោយប៉ុន្តែគាត់មិនបោះបង់ក្លឹបដែលគាត់ស្រឡាញ់ទេហើយនៅពេលដែលកូនប្រុសរបស់គាត់លេងឲ្យគូប្រជែងគាត់ស្អប់កូនគាត់ទៀតបាទគាត់លើកដៃកណ្ដាលហើយស្រែកជេរមកកាន់គាត់ហើយសំខាន់ហ្នឹងពូគាត់ហ្នឹងក៏ជេរគាត់ដែរបាទនេះគឺជារឿងប៉ិតមួយសម្រាប់ខ្សែការពារ John Terry ដែលលេងឲ្យ Tokyo Chelsea ហើយក្រុមគ្រួសាររបស់គាត់គឺជាអ្នកគាំទ្ររបស់ West Ham ថ្ងៃនេះគឺវីដេអូយើងមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយជាបន្តទៀត